វិស័យការងារជាកម្លាំងរុញច្រានមួយដ៏សំខាន់ក្នុងការរួមចំណែកជំរុញលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងកំណើនសេដ្ឋកិច្ចជាតិគឺជាទស្សនៈដែលផ្ដើមចេញពីការដឹកនាំប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាហើយដែលមរតកដ៏មានតម្លៃនេះត្រូវបានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ព្រមទាំងបានចាត់ទុកថាជាសសរស្តម្ភដ៏សំខាន់បំផុតមួយនៃសង្គមជាតិនិងបង្កើតឱកាសការងារសមរម្យដែលជាមូលដ្ឋានគ្រឹះនៃស្ថិរភាពជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈស្មារតីរួមសាមគ្គីគ្នាជាធ្លុងមួយរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលទន្ទឹមគ្នាជាមួយកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងក្របខ័ណ្ឌជាវិភាពនៃប្រព័ន្ធទូអង្គតែមួយដោយមានការរួមចំណែកពីវិស័យឯកជនដៃគូអភិវឌ្ឍន៍អង្គការជាតិអន្តរជាតិនយោជកនិងបងប្អូនកម្មករនយោជិតអនុសាសន៍ណែនាំដល់ខ្ពង់ខ្ពស់ចំនួន10ចំណុចរបស់សម្ដេចធិបតីនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ2024-2028ត្រូវបានយកចិត្តទុកដាក់អនុវត្តយ៉ាងខ្ជាប់ខ្ជួននេះជាវឌ្ឍនភាពថ្មីនៃអនុសាសន៍10ចំណុចក៏ត្រឹមត្រីមាសទី1ឆ្នាំ2026ជារឿងទី1សម្រាប់បងប្អូនកម្មករនយោជិតវិស័យវិញ្ញាណភ័ណ្ឌកាត់ដេរផលិតស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបគឺប្រាក់ឈ្នួលអបបរមាដែលបានអនុវត្តចាប់ពីខែមករាឆ្នាំ2026នេះបានកើនឡើងដល់$210អាមេរិកក្នុងមួយខែបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតកម្មករនយោជិតទទួលបានប្រាក់ឈ្នួលចន្លោះពី$227ដល់$238អាមេរិកពិតណាស់បើទស្សនវិជ្ជានៅមានកម្រិតទាបប៉ុន្តែបើប្រៀបធៀបនឹងប្រទេសជិតខាងមួយចំនួនមានន័យថាកម្ពុជានៅតែមានស្ថានភាពមួយល្អក្នុងកលៈទេសៈដែលពិភពលោកកំពុងជួបបញ្ហាប្រឈមនានាកើតឡើងជាសកលក៏ដោយលើពីនេះតាមរយៈការពិភាក្សានិងឯកភាពជាមួយតំណាងភាគីនយោជកនិងតំណាងភាគីកម្មករនយោជិតបានសម្រេចផ្ដល់ប្រាក់សហុយធ្វើដំណើរបណ្ដោះអាសន្នចំនួន$250អាមេរិកបន្ថែមលើប្រាក់សហុយធ្វើដំណើរនិងប្រាក់ស្នាក់នៅដែលមានស្រាប់រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលត្រឡប់មករកប្រក្រតីភាពវិញជាលទ្ធផលដោយបុកបញ្ចូលទាំងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗនិងប្រាក់សហុយធ្វើដំណើរបណ្ដោះអាសន្ននេះកម្មករនយោជិតម្នាក់ៗនឹងទទួលបានប្រាក់ចំណូលជាក់ស្ដែងទាបបំផុតចន្លោះពី$229.5ដល់$240.5អាមេរិកក្នុងមួយខែបុគ្គលស្វ័យនិយោជនិងអ្នកក្នុងបន្ទុកសមាជិកបសសបានសាទរចំពោះអត្ថប្រយោជន៍ដែលទទួលបានពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភិក្ខទានដោយស្ម័គ្រចិត្តចំនួនប្រមាណ93,000នាក់ក្នុងនោះអ្នកបានចុះបញ្ជីការសមាជិកថ្មីក្នុងត្រីមាសទី1ឆ្នាំ2026មានចំនួន78,000នាក់ដោយស្ត្រីមាន75,000នាក់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យបាននឹងកំពុងទទួលផលពីកម្មវិធីជាតិបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបច្ចេកទេស1,500,000នាក់ដែលហៅកាត់ថា TVET 1,500,000នាក់ដោយគិតត្រឹមត្រីមាសទី1ឆ្នាំ2026នេះសិស្សប្រមាណ27,000នាក់បានទទួលការបណ្ដុះបណ្ដាលក្នុងនោះការបណ្ដុះបណ្ដាលដោយគ្រឹះស្ថានក្រមឱវាទក្រសួងមានចំនួន23,000នាក់និងក្រមមូលនិធិអភិវឌ្ឍជំនាញហៅកាត់ថា SDF ចំនួនប្រមាណ40,000នាក់ដៃគូវិស័យឯកជនបានផ្ដល់ឱកាសឲ្យសិស្សនិស្សិតចូលកម្មសិក្សាដែលជាមួយគ្នានេះសហគ្រាសក្រុមហ៊ុនរោងចក្របានផ្ដល់ការវឹកវើកូនជាងគិតត្រឹមត្រីមាសទី1ឆ្នាំ2026មានចំនួន11,000នាក់បន្ថែមទៀតក្នុងនោះកូនជាងកំពុងវឹកវើមានចំនួនប្រមាណ10,000នាក់ស្រី6,700នាក់និងកូនជាងបានបញ្ចប់ការវឹកវើចំនួនប្រមាណ95,000នាក់ស្រី62,200នាក់បានបង្កើតប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលសម្រាប់សមាជិកបសសជាស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម2ឆ្នាំក្នុងត្រីមាសទី1ឆ្នាំ2026នេះរាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ដល់សមាជិកបសសចំនួន77,000នាក់ជាស្ត្រីមានផ្ទៃពោះនិងចំនួនជាង10,000នាក់ជាកុមារអាយុក្រោម2ឆ្នាំព្រមទាំងបានចំណាយថវិកាប្រមាណ29,287 លានរៀលបើគិតត្រឹមត្រីមាសទី1ឆ្នាំ2026នេះរាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ដល់សមាជិកបសសចំនួនជាង76,000នាក់ជាស្ត្រីមានផ្ទៃពោះនិងចំនួនជាង83,000នាក់ជាកុមារអាយុក្រោម2ឆ្នាំព្រមទាំងបានចំណាយថវិកាសរុបប្រមាណជិត440 ប៊ីលានរៀល
យុទ្ធនាការថ្នាក់ជាតិក្នុងការប្រឡងប្រណាំងដើម្បីទទួលបានពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយប្រចាំឆ្នាំត្រូវបានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ2025និងបន្តការលើកទឹកចិត្តដោយការផ្ដល់នូវកិត្តិយសដ៏ធំធេងប្រគល់នៅពានរង្វាន់ដល់សហគ្រាសទទួលបានជ័យលាភីហើយដែលត្រូវបានរៀបចំដំណើរការព្រមគ្នាជាមួយនឹងការអបអរសាទរទិវាពលកម្មអន្តរជាតិមួយឧសភាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីសុខុមាលភាពកម្មករនិយោជិតនៅតាមសហគ្រាសក្រុមហ៊ុនរោងចក្រក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់តាមរយៈការជំរុញឲ្យមានការបង្កើតទារុកដ្ឋាននិងការកែលម្អកន្លែងហូបបាយឬអាហារដ្ឋានឲ្យបានសមរម្យការផ្លាស់ប្ដូរជាបណ្ដានៅមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតដែលស្របតាមបទដ្ឋានបច្ចេកទេសនិងសុវត្ថិភាពផាសុកភាពជាងមុនជាការគិតគូរកាន់តែខ្លាំងក្លាថែមទៀតតាមរយៈការបង្កលក្ខណៈផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តឲ្យម្ចាស់យានយន្តចាស់អាចកែប្រែកៅអីអង្គុយឬអ្នកចង់ទិញថ្មីអាចខ្ចីឥណទានក្នុងអត្រាការប្រាក់សមរម្យជាដើមក្នុងនាមជាអ្នកទទួលខុសត្រូវក្នុងវិស័យនេះអេដាមហ៊ីងសួរបានបដិញ្ញាចិត្តថាការធ្វើដំណើររបស់កម្មករនិយោជិតត្រូវតែប្រសើរជាងមុននៅមុនឆ្នាំ2027ខាងមុខមានរថយន្តដឹកកម្មករនិយោជិតប្រភេទដឹកអ្នកដំណើរចំនួន1424គ្រឿងនៃចំនួនរថយន្តដឹកកម្មករនិយោជិតសរុប3248គ្រឿងដែលក្រុមការងារបានធ្វើបច្ចុប្បន្នភាពគិតត្រឹមត្រីមាសទី1ឆ្នាំ2026ព្រមជាមួយគ្នានេះក្នុងត្រីមាសទី1ឆ្នាំ2026នេះបានផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន38លើកដែលមាន38សហគ្រាសដោយមានអ្នកចូលរួមចំនួន3376នាក់កម្មវិធីវិតម្លៃសមត្ថភាពទទួលស្គាល់ជំនាញពីមុនដើម្បីផ្ដល់ឱកាសដល់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រទេសរួមទាំងបុគ្គលក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិជាតិដែលជាការបញ្ជាក់កម្រិតជំនាញពិតប្រាកដរបស់ខ្លួនក៏បាននឹងកំពុងជំរុញយ៉ាងសកម្មកិត្តិកម្មត្រីមាសទី1ឆ្នាំ2026នេះក្រសួងបានចុះបញ្ជីទទួលស្គាល់មជ្ឈមណ្ឌលវិតម្លៃសមត្ថភាពនៃគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈហៅកាត់ថា TVET សរុបចំនួន17ឯកជនចំនួន3បណ្ដុះបណ្ដាលគ្រូអ្នកបច្ចេកទេសឲ្យក្លាយជាអ្នកវិតម្លៃសមត្ថភាពបានចំនួន978នាក់ស្រី160នាក់អ្នកវិតម្លៃដែលបានចុះបញ្ជីការសរុបចំនួន143នាក់ស្រី17នាក់និងមានអ្នកបានធ្វើតេស្តទទួលស្គាល់ជំនាញនៅតាមមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពសរុបចំនួន4295នាក់ទាំងនេះជាសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងដោយមិនខ្លាចនៃហត្ថរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រុមកិច្ចសហការដ៏ល្អជាមួយក្រសួងស្ថាប័ននិងដៃគូពាក់ព័ន្ធទាំងឡាយដើម្បីប្រែក្លាយអនុសាសន៍ដ៏ឈ្លាសវៃនិងថ្លៃថ្លារបស់សម្ដេចធិបតីឲ្យក្លាយទៅជាភាពពិតជាក់ស្ដែងឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងគោលដៅតែម្យ៉ាងគត់គឺការលើកកម្ពស់និងបម្រើផលប្រយោជន៍រួមរបស់បងប្អូនកម្មករនិយោជិតនិងនិយោជកនៅក្នុងព្រះរាជាណាចក្រកម្ពុជា